បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះលោកគ្រូមានចំណោទបាទមួយទៀតហើយមកបង្រៀនបងប្អូនបាទតែស្ថិតនៅកម្រិតថ្នាក់ទី4ណាអញ្ចឹងលំហាត់នេះចំណោទនេះលោកគ្រូលើកចេញពីសៀវភៅគណិតវិទ្យាថ្នាក់ទី4បាទដែលនៅស្ថិតនៅក្នុងទំព័រទី12ណាហើយជាចំណោទដែលបាទបន្ទាប់ពីចំណោទទី3ណាចឹងចំណោទទី1ទី2ទី3បាទលោកគ្រូធ្វើឲ្យហើយបងប្អូនបាទចង់មើលបងប្អូនអាចចូលទៅមើលនៅក្នុង account YouTube របស់លោកគ្រូទៅបាទដែលមានឈ្មោះយ៉ាងសុវៀងណាបាទកុំឲ្យខាត់ពេកយើងចូលទៅសិក្សាទាំងអស់គ្នាណាបាទចឹងចំណោទគេថានារីមានកំណាត់សម្ពុតបាទ7/8 ម៉ែត្រណាបាទនាងកាត់បាទ1/8 ម៉ែត្រយកទៅធ្វើកន្សែងដៃបាទនឹង5/8 ម៉ែត្រយកទៅធ្វើកម្រាលតុតើនារីនៅសល់កំណាត់សម្ពុតប៉ុន្មានម៉ែត្របាទបងប្អូនគាត់ស្ដាប់ក៏យល់ដែរហើយបើមិនយល់ជាអានម្ដងទៀតមកឥឡូវគ្រូអានម្ដងទៀតណានារីមានកំណាត់សម្ពុត7/8 ម៉ែត្រនាងកាត់1/8 ម៉ែត្រយកទៅធ្វើកន្សែងដៃនិង5/8 ម៉ែត្រយកទៅធ្វើកម្រាលតុតើនារីនៅសល់កំណាត់សម្ពុតប៉ុន្មានម៉ែត្របាទគាត់ស្ដាប់ទៅដឹងណាធ្វើប្រហែលវិធីអីគាត់បាទអញ្ចឹងកំណាត់ដែលនាងមានណា7/8 ម៉ែត្រណាកំណាត់ដែលនាងមាននាងកាត់បានលើគាត់កាត់ពីលើកមែនទេកាត់លើកទី1អស់1/8 ម៉ែត្រកាត់លើកទី2អស់5/8 ម៉ែត្របាទតើនាងនៅសល់កំណាត់សម្ពុតប្រមាណបាទអញ្ចឹងបាទបងប្អូនស្ដាប់ទៅបងប្អូននឹងអាចបាទយក7/8ហ្នឹងបាទកាត់លើកទី1មានន័យយើងដក1/8មែនទេដកចេញទៅអីពេលកាត់លើកទី2យើងដក5/8ទៀតណាអញ្ចឹងឯងដកបន្តគ្នាប៉ុន្តែបើកូនធ្វើបែបហ្នឹងកូនអាចនឹងកណនាលេខខុសឬក៏ច្រឡំណាអញ្ចឹងបងប្អូនអាចចេះយើងគិតថាចេះយកកាត់លើកទី1ហើយនិងលើកទី2បាទអស់ប្រមាណសរុបចូលគ្នាមកបាទឃើញប្រមាណចាំយកមកដកបាទកណាត់ដែលគាត់មានសរុបហ្នឹងតោះណាបាទធ្វើបែបហ្នឹងយើងមិនពិបាកកណនាលេខណាតោះឥឡូវយើងធ្វើប្រមាណវិធីរបៀបឆ្លើយបាទក្នុងការធ្វើចំណោទកូនដាច់ខាត់គឺត្រូវតែមានវិធីរបៀបឆ្លើយណាគូទាត់វាស្អាតចឹងមកបាទអញ្ចឹងយើងរកកំណាត់សម្ពុតដែលនៅសល់បាទរកហ្នឹងរកមកពីណាយើងឆ្លើយធ្វើម៉េចយើងធ្វើម៉េចបាទយើងមើលខាងនេះគេសួរតើនាងនៅសល់បាទតើនារីនៅសល់កំណាត់សម្ពុតប្រមាណម៉ែត្រគេសួររកអីកូនសួរកូនរកហ្នឹងមកគេសួរនារីនៅសល់កំណាត់សម្ពុតប្រមាណម៉ែត្រគេសួរនៅសល់ណាអញ្ចឹងកូនរកមករកកំណាត់សម្ពុតដែលនៅសល់នេះគេសួររកអីកូនរកហ្នឹងបាទអញ្ចឹងកំណាត់សរុបប៉ុន្មានកូននេះបាទ7/8កូនសេមកបាទបន្តទៀតដកបាទដកនឹងម៉ានបាទដកនឹងកំណាត់សម្ពុតគាត់កាត់អស់ពីលើកនេះអញ្ចឹងយើងយកលើកទី1បាទកាត់លើកទី2សរុបចូលគ្នាឃើញម៉ានចាំយកមកដកណាអញ្ចឹងយើងធ្វើប្រមាណវិធីខាងនេះបាទ1/8 ម៉ែត្របាទ5/8 ម៉ែត្រណាតើកាត់ទាំងពីរលើកអស់ប្រមាណអញ្ចឹងបាទប្រភេទនេះចូលទម្រង់បាទប្រភេទបូកប្រភេទដែលមានភាពបែកដូចគ្នាណាអញ្ចឹងកូនចាំនិយមន័យអត់ថាការបូកប្រភេទដែលមានភាពបែកដូចគ្នាគឺត្រូវធ្វើម៉េចណានិយមន័យរបស់វាអញ្ចឹងលោកគ្រូអានឲ្យស្ដាប់ហើយចងចាំណាដើម្បីបូកប្រភេទបាទនិងប្រភេទដែលមានភាពបែកដូចគ្នាបាទភាពបែកខាងក្រោមណាគេត្រូវយកភាគយកបាទភាគយកនៅខាងលើបូកនឹងភាគយកចំណែកឯភាពបែករក្សាទុកនៅដដែលណាចឹងគុណយកមកភាគយកនៅខាងលើបាទ1និង5 1និង5បូកចូលគ្នាបាទភាគបែង8គុណរក្សាទុកនៅដដែលរក្សាដូចគ្នាណា8ដូចគ្នាចឹងយក8ទុកជាភាគបែងណាបាទ1បូក5បាទស្មើ6 8រក្សាទុកនៅដដែលបាទយើងឃើញចម្លើយប៉ុណ្ណឹងហើយយើងអត់ទាន់ឃើញចម្លើយឡើងនេះទៀតទេណានេះយើងឃើញនៅចម្លើយខាងក្នុងនេះតែគាត់កាត់អស់ពីលើកនេះគឺឃើញអស់6/8 ម៉ែត្របាទ
ចឹងយើងរកនៅសល់បាទនៅសល់យើងយកកំណាត់សរុបដកជាមួយនឹងកំណាត់ដែរកាត់អស់ពីលើកណាបាទ7ភាគ8ម៉ែត្រដកឲ្យ6ភាគ8ណាចឹងមានន័យថាវាចូលក្នុងទម្រង់ពុភាគបាទដកពុភាគនិងពុភាគដែលមានភាពបែងដូចគ្នាចឹងការដកពុភាគនិងពុភាគដែលមានភាពបែងដូចគ្នាបាទគេត្រូវយកភាគយកដកនឹងភាគយកណាចំណែកឯភាគបែងរក្សាទុកនៅដកដែរចឹងភាគយកបាទ7បាទដក6នេះសល់1ណាតែគួរសម្រាយលើអត់ដូចលើទេណាគូកាត់ខ្លីតែម្ដងណាចឹង8រក្សាទុកនៅដកដែរចឹងមានន័យថាកំណាត់សម្ពត់ដែលនៅសល់បាទគឺ1ភាគ8 1ភាគ8ម៉ែត្រណាចឹងខ្ញុំយកចម្លើយមកដាក់បាទ1ភាគ8 8ម៉ែត្រជាកំណាត់ដែលនៅសល់ចឹងអ្វីដែលយើងត្រូវរកកំណាត់ដែលនៅសល់គឺឃើញហើយចឹងកាលណាឃើញហើយយើងឆ្លើយប្រាប់គេនៅសំណួរហ្នឹងមកចឹងយើងដាក់ឆ្លើយថាណាឆ្លើយថាបាទនេះគុណយកកន្លែងនេះណានារីនៅសល់កំណាត់សម្ពត់ចឹងគាត់ដាក់នារីនៅសល់កំណាត់សម្ពត់បាទសល់ប៉ុន្មានម៉ែត្រគឺអ្នករកឃើញមិញបាទដាក់មក1ភាគ8 8ម៉ែត្របាទគូប្រអប់វាស្អាតបាទគូផ្ទាត់វាស្អាតណាដើម្បីបានទទួលល្អពីគ្រូណាបាទចឹងចំណោទរបស់យើងបាទគឺលោកគ្រូដោះស្រាយប៉ុណ្ណឹងសង្ឃឹមថាបងប្អូននឹងស្ដាប់លោកគ្រូពន្យល់បានច្បាស់លាស់បាទហើយឃើញអក្សរទៅមើលទៅច្បាស់បាទមិនព្រិលបាទមិនស្វាងណាហើយសង្ឃឹមថាវានឹងបានជាបាទការដោះស្រាយបញ្ហាការសិក្សារបស់បងប្អូនណាបាទសំខាន់គឺកូនរៀនកាលណាកូនរៀនកូនចេះបាទកាលណាយើងអត់រៀនយើងនឹងមិនសូវចេះទេបាទយើងនឹងរៀនមិនទាន់គេចឹងកាលណាយើងរៀនច្រើនជាងគេយើងចេះជាងគេមែនទេបាទសូមអរគុណបើមានកំហុសខុសឆ្គងបាទសូមខន្តីអធិស្ឋានណាហើយបើមានចម្ងល់ឬក៏ជាសំណុំពរអ្វីបងប្អូនអាច comment នៅក្នុង comment នៅក្នុង YouTube ណាឈ្មោះ YouTube របស់លោកគ្រូឈ្មោះយ៉ាន់សវៀងឯងចូល comment នៅក្នុងវីដេអូទៅណាបាទសូមអរគុណសូមជម្រាបលា